ស្ដីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពី activity ដែលខ្ញុំចូលចិត្តធ្វើនៅពេលដែលទៅដល់ស្រុកមានអីក្រៅពីទៅ VN វៀតណាមដោយសារតាពីតែខ្ញុំទៅវៀតណាមហ្នឹងគឺចំណាយពេលថាខ្ទង់5នាទីទេប៉ុន្តែផ្លូវគឺវាបែបនេះចានេះផ្លូវកាត់ទៅ VN and then វាមានសម្រាប់ជិះទៅដល់ចុងធ្លាក់ថ្លើមដែរហ្នឹងបើវាបែបអញ្ចឹងប៉ុន្តែបើទៅដល់ផ្លូវខាងវៀតណាមវិញគឺបែបអញ្ចេះគឺមានក្រែកៅស៊ូបែបអញ្ចេះហើយនៅសងខាងផ្លូវហ្នឹងគេមានធ្វើស្រូវគេមានឈូកអីចឹងទៅអូអង្គុយក្បែរវិញហើយគោលបំណងធំបំផុតដែលមកវៀតណាមហ្នឹងគឺយើងមានជាការហូបកាទៀវអីអញ្ចឹងឥឡូវនឹករសជាតិកាទៀវនៅក្នុងទៀតហើយដាក់មួយចានចឹងមកជាការហូបមួយចានហើយរីស្ទើដាក់មួយចានទៀតទើបតែនឹកឃើញជ្រុលរៀបធ្វើវីដេអូហើយចឹងទៅថាអូវីដេអូទៅ VN អត់ដែរធ្វើសោះតែថ្ងៃនេះខ្ញុំមកប្រកុំវីដេអូចាស់សាហើយកន្លែងបន្ទាប់ទៀតទៅគឺតែងតែទៅគឺទៅមើលមាស just looking កាយគាត់ទៅមើលទៅឥឡូវមាសថ្លៃហើយអូគេនៅក្នុងវាមានប្រាក់ទីវាមានមាសអីចឹងទៅតែយើងគាត់ទៅមើលទៅមិនអីបន្ទាប់ពីចេញកន្លែងហ្នឹងហើយយើងនៅសល់ពេលច្រើនក៏ដើរមើលផ្សារនៅក្នុងតិចទៅរដងមកជិះតែម៉ូតូអីចឹងទៅចូលយើងមានគោលដៅថាចូលឯនេះចូលឯនេះចឹងទៅប៉ុន្តែមកលើកនេះយើងចង់ដើរមើលអីតិចទៅហើយមានអីវ៉ាន់ដែលត្រូវទិញ and then កាលនោះទិញអីខ្លះទេភ្លេចបាត់ហើយហើយឃើញតែអញ្ចឹងកុំច្រឡំថាខ្ញុំចេះវៀតណាមណា No no ហើយវៀតណាមចេះខ្មែរបានតិចតិចចឹងទៅពេលខ្លះគេនិយាយវៀតណាមយើងនិយាយខ្មែរទៅ and then អូខេកាយខ្លះទៅ and then យើង back មកមើលផ្លែឈើវិញកន្លែងម៉ួយផ្លែឈើអញ្ចឹងទៅឡើងចាំមានម៉ួយផ្លែឈើមានម៉ួយមាសហើយអើយមានជាការតថ្លៃម្នាក់និយាយខ្មែរម្នាក់និយាយវៀតណាមអីចឹងទៅand then ឲ្យទិញកៅអៅបានដែរតបមកយើងធ្វើអីអស់ហើយយើងក៏ត្រឡប់ទៅគេហដ្ឋានវិញហើយមើលជាមួយខ្ញុំសម្រាយទេសភាពនៅតាមដងផ្លូវត្រឡប់មកផ្ទះខ្ញុំវិញគឺបានចេះគឺអើយមើលឯងនោះស្អាតណាស់គេមានដើមផ្កាគេមានអូអីចឹងចាំមើលតិចទៀតមានផ្កាស្អាតណាស់គេដាំផ្កាតាមផ្លូវអញ្ចេះដោយសារតែប្រហែលថ្ងៃហ្នឹងមានជាការ replan ថាចង់ទៅ VN and then ក៏នឹកឃើញវីដេអូដែលយើងទៅ VN រហូតហើយហ្នឹងតែគ្រាន់ VN ជាប់ផ្ទះអីចឹងplan យើង plan ទៅ VN អូហាណូយដាឡាត់អីចឹងគេរវាអូយច្បាប់ស្រូបទាញអីចឹងយើង VN នៅជិតចឹងទៅរហូតហើយវាស្រូបយើងទៅដល់ខ្ញុំបានជិះយន្តហោះយើងទៅ VN ឆ្ងាយអញ្ចឹងហើយមើលតាមដងផ្លូវមកផ្ទះខ្ញុំវិញគឺគេដាំផ្កាបែបអញ្ចេះហើយមើលទៅអត់សូវមានអ្នកលក់អីគាត់ថាគេដាក់លក់នៅផ្ទះដាក់ទៅសបោគេលក់ភាគច្រើនអត់សូវមានអ្នកលក់ចាប់ហួយដូចនៅខាងយើងអញ្ចឹងហើយឃើញគេលក់របៀបឈើរបៀបគ្រឿងសង្ហារឹមភាគច្រើនគេដាំផ្កានៅមុខហើយអត់សូវមានសម្រាមអីដែរហើយបើផ្ទះខាងនោះវិញគឺស្ពាតដើរទៅស្ពានជិះម៉ូតូហ្នឹងគឺទូចខ្លាំងខ្ញុំមិននឹងស្រាវជំនួអណ្ដែដល់គេជិះរបៀបម៉េចហើយយ៉ាទីស្ពានបែបចឹងកាយបើមានដបចាប់ហួយគឺដូចជាមានតែចិត្តស្ពាននោះមួយតែកន្លែងខ្លះក៏មានសម្រាប់ដូចគ្នាហ្នឹងកាយគេទៅមុខបន្តិចជិតដល់ផ្លូវបាត់មកផ្ទះខ្ញុំគេទៅមកធ្វើថ្មីកន្លែងហ្នឹងវាដូចជាវត្តគេធ្វើវត្តអត់ប្រៀបដូចជាវត្តទេគឺវត្តតែម្ដងគឺមានព្រះគឺមានអីចឹងទៅសាងសង់ថ្មីមានបាត់
ដល់ផ្លូវដែលត្រូវមកផ្ទះខ្ញុំវិញហើយផ្លូវតាមកាត់ហ្នឹងគឺផ្លូវកាលនៅពីទួយគឺដើរដេញគោអីចឹងណាដល់គោយលុយអីចឹងទៅភាគច្រើននៅនោះគេក្រៅពីស្រូវគឺមានឈូកអីចឹងទៅឈូកហើយគេដាំមួយស្រែចឹងទៅគេយាមដល់ស្រែខ្លះក៏អត់មានយាមដែរ and then ដល់កន្លែងនេះក៏មានកន្លែងប៉ូលីសគេចាំមើលយើងចឹងណាថាយើងទៅណាទៅណីអញ្ចឹងណាហើយ and then ចាប់ទៅនឹងបាយ